សូមក្រឡេកមើលហេតុការណ៍ទាំងនេះឲ្យបានច្បាស់នៅក្នុងឈុតមួយ Edison បានរុញនឹងបង្កហេតុដាក់ Sadio Mane ដោយចង់ឲ្យគេមានប្រតិកម្មតបវិញប៉ុន្តែ Mane នៅតែស្ងប់ស្ងាត់គ្រប់គ្រងអារម្មណ៍បានល្អនិងមិនថ្លែងតបអ្វីឡើយទោះជាយ៉ាងណានៅក្នុងការប្រកួតបន្ទាប់ការសងសឹករបស់គាត់បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល Mane លើកជើងយ៉ាងខ្ពស់ហើយស្នៀតស្បែកជើងរបស់គាត់បានសម្ដៅទៅកាន់ផ្ទៃមុខរបស់ Edison ដោយផ្ទាល់ខណៈដែល Mane ដើរចាកចេញពីទីលានទាំងស្នាមញញឹម Edison វិញត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជាបន្ទាន់នៅក្នុងហេតុការណ៍មួយទៀត Lionel Messi បានទាត់បាល់ទៅកាន់ទិសដៅអ្នកគាំទ្រ Real Madrid ភ្លាមៗនោះ Pepe បានរត់មកទាំងកំហឹងដោយសួរថា Messi ឯងកំពុងគិតអ្វីហើយថែមទាំងធ្វើកាយវិការគំរាមកំហែងទៀតផងប៉ុន្មាននាទីក្រោយមកបន្ទាប់ពីការប៉ះទង្គិចមួយ Messi ដួលទៅលើដី Pepe បានដើរកាត់ហើយចេតនាជន់លើដៃរបស់គាត់យ៉ាងច្បាស់ចំណែកឯការប្រកួតមួយផ្សេងទៀត Bernard បានរងការប៉ះទង្គិចយ៉ាងសាហាវពីកីឡាករគូប្រជែងត្រឹមតែ7នាទីបន្ទាប់Thomas Muller បានឆ្លើយតបជំនួសមិត្តរួមក្រុមរបស់ខ្លួនដោយធ្វើ attack ដ៏ធ្ងន់ធ្ងរជាងមុនទៅទៀតហើយបាននិយាយទៅដល់ Sergio Ramos គាត់ធ្លាប់បានវាយ Messi ចំផ្ទៃមុខដោយចេតនាទៀតផង Messi ដេកនៅលើដីមួយសន្ទុះមុននឹងក្រោកឡើងវិញហើយការប្រឈមមុខដាក់គ្នាបានផ្ទុះឡើងភ្លាមៗប៉ុន្តែរឿងមិនទាន់បញ្ចប់ត្រឹមនេះនោះទេប៉ុន្មាននាទីក្រោយមក Messi បានត្រឡប់មកវិញជាមួយនឹងប្រតិកម្មដ៏កាចសាហាវមួយដើម្បីឆ្លើយតបវិញនៅក្នុងពិភពបាល់ទាត់ការសងសឹកគ្នាកើតមានឡើងគ្រប់ពេលប៉ុន្តែវាតែងតែភ្ជាប់មកជាមួយនឹងផលវិបាកនិងតម្លៃដែលត្រូវបង់